សូមស្វាគមន៍មកទាំងអស់គ្នាជាពិសេសស្ត្រីមេផ្ទះពិបាកក្នុងការស្វែងរកមុខម្ហូបមែនទេនេះណាខ្ញុំមានមុខម្ហូបថ្មីធានាថាញ៉ាំអស់បាយច្រើនបងប្អូនគឺឆាម៉ាំជាមួយសាច់ជ្រូកចាជាដំបូងបងប្អូនយកខ្ទះទៅដាក់ហើយដាក់ខ្លាញ់ជ្រូកចូលខ្លាញ់ជ្រូកដែលយើងចិញ្ច្រាំបំមាញ់មិញបងប្អូនចាដាក់ចូលមើលទៅរីងស្ងួតបន្តិចខ្ញុំក៏បន្ថែមខ្លាញ់កុំឲ្យវាក្លិតទៀសចាបន្តទៀតខ្ញុំក៏យកខ្ទឹមចាខ្ទឹមដែលចិញ្ច្រាំហើយហ្នឹងមកដាក់បំពងឲ្យឈ្ងុយបន្ទាប់មកចាថែមនឹងស្ករត្នោតចាខ្ញុំមិនភ្លេចពីស្ករត្នោតចាប្រើទៅវាឈ្ងុយឆ្ងាញ់មែនទេបងប្អូនចាបន្តមកទៀតចាបងប្អូនយកសាច់ជ្រូកដែលចិញ្ច្រាំហើយហ្នឹងចាមកដាក់ចាកូរឲ្យសព្វរហូតដាច់ទឹកចារហូតដាច់គោះទៅគោះមកត្រឡប់បែបនេះឯងបងប្អូនចាមើលទៅដាច់ទឹកហើយចាក៏ចាក់ម៉ាំចូលចាម៉ាំដែលខ្ញុំចិញ្ច្រាំហើយហ្នឹងចាម៉ាំនេះឈ្ងុយបងប្អូនអើយបើកមកក៏លីងឡើងឈ្ងុយឈ្ងប់តែម្ដងចាចិញ្ច្រាំគោចូលគ្នាឲ្យសព្វហើយក៏ដាក់ជីបន្តិចដើម្បីឲ្យមានរសជាតិឆ្ងាញ់ចាបន្តមកទៀតបងប្អូនចាថែមទឹកចូលចាដាក់ទឹករៀងលិចរងើសឲ្យរៀងឆ្អិនបន្តិចមកម្ហូបនេះខ្ញុំធ្វើរួចហើយទាំងប្តីនិងកូនញ៉ាំអស់បាយច្រើនណាស់បងប្អូនអើយបងប្អូនសាកធ្វើញ៉ាំនៅផ្ទះធានាថាញ៉ាំអស់បាយពីឆ្នាំងតែម្ដងបើគិតថាវីដេអូខ្ញុំមានប្រយោជន៍សូមជួយ comment និង subscribe channel របស់ខ្ញុំម្នាក់មួយផងអរគុណបងប្អូនទាំងអស់គ្នា